នៅក្នុងភូមិបៃតងមួយដែលពោរពេញទៅដោយដើមត្នោតនិងវាលស្រូវដ៏ធំល្វឹងល្វើយមានគ្រួសារមួយរស់នៅដោយសុខដុមរមនាតែមានរបាំងស្ដាងមួយបានខានចែករវាងកូនប្រសានិងម្ដាយក្មេកកំឡោះបញ្ញាគឺជាកូនប្រសាប្រុសម្នាក់ដែលរៀបការជាមួយនឹងនាងលក្ខិណាដែលជាកូនស្រីពៅរបស់យាយនាងជាមេផ្ទះដ៏ចំណាននិងជាស្ត្រីម្នាក់ដែលប្រកាន់ភ្ជាប់នៅទំនៀមទម្លាប់ខ្ពស់យាយនាងជាមនុស្សមានវិន័យតឹងរ៉ឹងទឹកមុខកម្រញញឹមដាក់កូនប្រសាណាស់បញ្ញាស្រឡាញ់និងគោរពម្ដាយក្មេកស្ទើរតែខ្លាចរាល់ពេលដែលគាត់និយាយជាមួយយាយនាងគឺសម្ដីសុទ្ធតែពីរោះស្អិតល្មួតតែងតែរក្សាគម្លាតមិនហ៊ានចូលចិត្តពេកទេព្រោះខ្លាចប៉ះពាល់ដល់កិត្តិយសឬប្រពៃណីចំណែកឯយាយនាងវិញទោះបីជាគាត់ដឹងថាបញ្ញាជាកូនប្រសាល្អមើលថែទាំកូនស្រីគាត់យ៉ាងយកចិត្តទុកដាក់ក៏ដោយក៏គាត់នៅតែរក្សាភាពថ្លៃថ្នូរនិងមិនបង្ហាញក្តីស្រឡាញ់ដោយបើកចំហដែរនៅក្នុងផ្ទះពួកគេនិយាយគ្នាតែពីរឿងចាំបាច់ភាពស្និទ្ធស្នាលរវាងម៉ែក្មេកនិងកូនប្រសាគឺស្ទើរតែគ្មានថ្ងៃមួយនៅរដូវភ្លៀងដែលលាយឡំនឹងខ្យល់នាងលក្ខិណាក៏បានចេញទៅលេងស្រុកបងប្អូននៅឯខេត្តឆ្ងាយអស់រយៈពេល2ថ្ងៃបញ្ញាក៏នៅចាំមើលផ្ទះជាមួយម្ដាយក្មេកពេលល្ងាចចូលមកដល់អាកាសធាតុក៏ចុះត្រជាក់យប់នោះបញ្ញាបានឮសំឡេងក្អកនិងរដូវក្អកពីបន្ទប់ម្ដាយក្មេកលុះព្រឹកឡើងគាត់ឃើញយាយនាងដើរចេញពីបន្ទប់ទាំងទឹកមុខស្លេកស្លាំងហើយកាន់ប្រេងកូឡាចំណែកឯបញ្ញាក៏បានសួរទៅកាន់យាយនាងថាតើម៉ែមិនស្រួលខ្លួនឬយាយនាងក៏បានឆ្លើយទាំងខ្សៅៗថាម៉ែផ្ដាសាយកូនគ្រាន់តែឈឺក្បាលនិងវិលមុខតិចតួចទេហើយគាត់ក៏យកប្រេងមកលាបច្រមុះនិងដាំដៃហើយដើរទៅអង្គុយលើគ្រែឫស្សីនៅក្រោមម្លប់ដើមមៀនចំណែកឯបញ្ញាក៏ធ្វើទឹកខ្ញីក្តៅអ៊ុនៗមួយកែវដើម្បីយកទៅឲ្យហើយក៏ឈរមើលដោយក្តីបារម្ភគាត់ដឹងថាជំងឺផ្ដាសាយបែបនេះត្រូវការកោសខ្យល់ទើបធូរស្រាលលឿនតែគាត់មិនហ៊ានសូម្បីតែសុំឡើយប៉ុន្មានម៉ោងក្រោយមកស្ថានភាពយាយនាងក៏កាន់តែអាក្រក់ទៅខ្យល់ចាប់ធ្វើឲ្យគាត់ណែនដើមទ្រូងឈឺក្បាលខ្លាំងរហូតដល់មិនអាចអង្គុយបានស្រួលយាយនាងក៏នឹកឃើញដល់កូនស្រីតែនាងលក្ខិណានៅឆ្ងាយពេកក្នុងភាពអស់សង្ឃឹមនឹងការឈឺចាប់វេទនាគាត់ក៏ងាកមកមើលបញ្ញាដែលកំពុងអង្គុយក្បែរដោយទឹកមុខស្រពាប់ស្រពោនទឹកចិត្តជាម្ដាយបានគិតទៅដល់សុខភាពខ្លួនឯងនិងភាពចាំបាច់ភ្លេចគិតពីរបាំងប្រពៃណីបណ្ដោះអាសន្នសំឡេងរបស់យាយនាងស្អកស្ទើរតែស្ដាប់មិនបានគាត់និយាយថាបញ្ញាបាទម៉ែបញ្ញាគាត់ក៏បានឆ្លើយដោយរហ័សម៉ែមិនស្រួលដើមទ្រូងណាលក្ខិណានៅឆ្ងាយកូនជួយកោសខ្យល់ឲ្យម៉ែបានទេកោសត្រង់ខ្នងហើយនឹងដើមដៃឲ្យម៉ែបន្តិចទៅពាក្យស្នើសុំនេះប្រៀបដូចជាផ្លេចបន្ទោសម្រាប់បញ្ញាគាត់ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះជាលើកទី1ដែលម្ដាយក្មេកតឹងរ៉ឹងម្នាក់នេះបានអនុញ្ញាតឲ្យគាត់ចូលចិត្តកាយគាត់បែបនេះនេះមិនមែនត្រឹមតែជាការកោសខ្យល់នោះទេតែជាការប្រគល់នៅការទុកចិត្តដ៏ធំធេងកាលនោះបញ្ញាក៏បាននិយាយថាបាទម៉ែខ្ញុំនឹងកោសខ្យល់ឲ្យម៉ែដោយប្រុងប្រយ័ត្ន
បន្ទាប់មកបញ្ញាក៏បានរត់ទៅយកកាក់និងប្រេងដែលលក្ខណៈតែងតែប្រើយាយនាងក៏ដោះអាវលើចេញដោយអៀនខ្មាស់បន្តិចហើយក៏ដេកកាប់មុខលើពូកដំបូងបញ្ញាគាត់ស្ទាក់ស្ទើរគាត់លាបប្រេងយ៉ាងថ្នមទៅលើខ្នងម្ដាយក្មេកហើយក៏ចាប់ផ្ដើមកោសខ្យល់ដោយប្រើកាក់នោះគាត់ធ្វើដោយការគោរពនិងយកចិត្តទុកដាក់ខ្ពស់បំផុតបញ្ញាគាត់មើលឃើញស្បែកដែលយាធ្លាក់របស់ម្ដាយក្មេកនិងឆ្អឹងខ្នងដែលរឹងមាំរបស់គាត់ហើយក៏នឹកឃើញដល់ការលំបាកជាច្រើនដែលយាយនាងបានពពោះនិងចិញ្ចឹមបីបាច់លក្ខណៈរហូតដល់ធំដឹងក្តីការភ័យខ្លាចពីដំបូងក៏រលាយបាត់ទៅជំនួសដោយសេចក្តីអាណិតអាសូរនិងការចង់មើលថែទាំដ៏ស្មោះត្រង់បញ្ញាគាត់ក៏កោសថ្នមតាមសរសៃបន្ទាប់មកនៅដៃនិងកញ្ចឹងកជ័យនាងគាត់ធ្ងោតិចដោយសារការធូរស្រាលខ្យល់ដកដង្ហើមរបស់គាត់ក៏ចាប់ផ្ដើមស្រួលឡើងវិញយាយនាងក៏បាននិយាយថាកូនកោសខ្យល់ស្រួលណាស់បញ្ញាតែកោសត្រង់ស្មាឲ្យខ្លាំងបន្តិចទៅកន្លែងនោះវាដូចជាខ្យល់ណាស់ហើយបញ្ញាក៏បង្កើនកម្លាំងបន្តិចតែនៅតែប្រកបដោយសមានចិត្តគាត់លាបប្រេងម្ដងហើយម្ដងទៀតរហូតទាល់តែខ្នងរបស់ម្ដាយក្មេកមានពណ៌ក្រហមឆ្អៅពេលដែលកោសរួចយាយនាងក៏ក្រោកឡើងវិញគាត់ដកដង្ហើមធំដោយក្តីធូរស្បើយអរគុណច្រើនណាស់កូនប្រសាម៉ែធូរស្រាលជាងមុនរហូតដល់ពាក់កណ្ដាលឯណោះយាយនាងគាត់សម្ដែងក្តីសប្បាយចិត្តដោយទឹកមុខពិតប្រាកដបញ្ញាក៏ឆ្លើយទាំងអៀនខ្មាស់បន្តិចថាមិនអីទេម៉ែខ្ញុំត្រឹមតែបានមើលថែម៉ែបន្តិចបន្តួចប៉ុណ្ណោះយាយនាងគាត់ញញឹមដែលជាស្នាមញញឹមដ៏កម្រគាត់សម្លឹងមើលបញ្ញាដោយភ្នែកទន់ភ្លន់មិនមែនជាការមើលដោយសេចក្តីថ្លៃថ្នូរតឹងរឹងដូចមុនទៀតទេគាត់បានឃើញកូនប្រុសដែលពិតជាអាចពឹងពាក់បានយាយនាងគាត់និយាយថាម៉ែតែងតែខ្លាចថាម៉ែនឹងមើលទៅតឹងរឹងពេកហើយធ្វើឲ្យកូនពិបាកចិត្តកូនក៏មិនសូវហ៊ាននិយាយច្រើនជាមួយម៉ែដែរបញ្ញាអង្គុយចុះហើយនិយាយដោយគោរពថាខ្ញុំគោរពម៉ែណាស់ខ្ញុំដឹងថាម៉ែចិញ្ចឹមលក្ខណៈយ៉ាងលំបាកថ្ងៃនេះខ្ញុំបានកោសខ្យល់ជូនម៉ែខ្ញុំក៏យល់ថាម៉ែជាមនុស្សធម្មតាម្នាក់ដែលមានជំងឺនិងត្រូវការយកចិត្តទុកដាក់ដោយមនុស្សគ្រប់រូបដែរចាប់តាំងពីថ្ងៃនោះមករបាំងរវាងអ្នកទាំងពីរក៏ត្រូវបានបំផ្លាញយាយនាងគាត់លែងមានទឹកមុខតឹងតែងដាក់បញ្ញាទៀតហើយគាត់ចាប់ផ្ដើមសួរនាំរឿងការងាររបស់កូនប្រសាណែនាំរឿងធូរស្រាលចំការនិងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនចំណែកឯបញ្ញាក៏លែងមានអារម្មណ៍ភ័យខ្លាចទៀតដែរគាត់បានយល់ថាម៉ែក្មេករបស់គាត់គ្រាន់តែជាស្ត្រីម្នាក់ដែលត្រូវការការគោរពនិងក្តីមេត្តាធម៌ពីកូនចៅទឹកចិត្តនៃការកោសខ្យល់នោះមិនមែនត្រឹមតែបានបណ្ដេញខ្យល់មិនល្អចេញពីរាងកាយយាយនាងទេតែវាក៏បានបណ្ដេញនៅរបាំងនៃការគោរពហួសហេតុនិងភាពឯកោចេញពីចំណងគ្រួសារផងដែរភាពស្និទ្ធស្នាលរវាងម៉ែក្មេកនិងកូនប្រសាមិនមែនការចេញពីពាក្យសម្ដីដែលពិរោះនោះទេតែបានកើតចេញពីទង្វើនៃការយកចិត្តទុកដាក់ដ៏ស្មោះនិងការបង្ហាញអំពីភាពទន់ខ្សោយទៅវិញទៅមកដែលធ្វើឲ្យពួកគេក្លាយជាម្ដាយនិងកូនពិតប្រាកដរឿងឪពុកក្មេកនិងកូនប្រសាស្រីកាលពីព្រេងនាយ
មានភូមិមួយនៅក្បែរជើងភ្នំក្រវាញមានគ្រួសារត្រកូលអ្នកមានម្នាក់ឈ្មោះលោកតាធេរិតដែលជាអ្នកមានធនធាននិងមានកូនប្រុសតែមួយគត់មានឈ្មោះថាពិសិដ្ឋលោកតាធេរិតមានចរិតជាអ្នកមានគំនិតវែងឆ្ងាយចូលចិត្តសង្កេតនិងឲ្យតម្លៃទៅលើភាពស្មោះត្រង់និងការឧស្សាហ៍ព្យាយាមថ្ងៃមួយពិសិដ្ឋបានរៀបការជាមួយនារីម្នាក់ដែលមានឈ្មោះថានាងពៅដែលជាកូនស្រីអ្នកស្រែចម្ការធម្មតាមុនថ្ងៃរៀបការលោកតាធេរិតហាក់មិនសូវពេញចិត្តនឹងនាងពៅនោះទេព្រោះចង់បានកូនប្រសារស្រីដែលមានត្រកូលខ្ពង់ខ្ពស់ស្មើមុខស្មើមាត់ប៉ុន្តែដោយឃើញកូនប្រុសស្រឡាញ់ខ្លាំងពេកក៏ចេះតែយល់ព្រមទៅតាមការទទូចសុំបន្ទាប់ពីរៀបការរួចនាងពៅបានចូលមកនៅផ្ទះលោកតាធេរិតហើយក៏បានបង្ហាញនៅអត្តចរិតល្អដ៏កម្រមួយរីឯកូនប្រុសរបស់លោកគឺពិសិដ្ឋវិញហាក់មានចរិតខ្ជិលច្រអូសចូលចិត្តដេកដល់ថ្ងៃត្រង់មិនសូវខ្វល់ខ្វាយពីការងារផ្ទះសម្បែងឬការងារស្រែចម្ការឡើយរៀងរាល់ព្រឹកមុនពេលមាន់រងាវនាងពៅតែងតែក្រោកពីដំណេកបោសសម្អាតផ្ទះចម្អិនអាហារនិងរៀបចំទុកដាក់អ្វីៗគ្រប់យ៉ាងឲ្យមានរបៀបរៀបរយលោកតាធេរិតតែងតែភ្ញាក់ពីព្រលឹមដើម្បីហាត់ប្រាណនៅរៀនហាលហើយគាត់ក៏បានសង្កេតមើលកូនប្រសារស្រីរបស់គាត់ដោយស្ងាត់ស្ងៀមគាត់ឃើញនាងពៅមិនដែលរអ៊ូរទាំឬសម្ដីធ្ងន់ដាក់ប្តីដែលខ្ជិលឡើយនាងតែងតែនិយាយពាក្យផ្អែមល្ហែមការរាក់ទាក់សូម្បីតែពេលម្ដាយក្មេកនិយាយតេះដៀលចំពោះនាងម្ដងម្កាលក៏ដោយដែលឃើញដូច្នោះលោកតាធេរិតចាប់ផ្ដើមស្រឡាញ់និងកោតសរសើរនាងពៅយ៉ាងខ្លាំងការស្រឡាញ់នេះគឺការស្រឡាញ់ដោយក្តីមេត្តាធម៌និងការគោរពហាក់ដូចជាគាត់បានរកឃើញកូនស្រីម្នាក់ទៀតដែលខ្លួនមិនធ្លាប់មានលោកតាបានគិតក្នុងចិត្តថានាងពៅពិតជាអ្នកមានបុណ្យនិងមានគំនិតធំជាងកូនប្រុសរបស់អញទៅទៀតដើម្បីបញ្ជាក់ពីតម្លៃរបស់នាងពៅលោកតាធេរិតបានរៀបចំការសាកល្បងមួយគាត់បានប្រាប់កូនប្រុសនិងកូនប្រសារស្រីថាដល់ខែបុណ្យចូលឆ្នាំខាងមុខនេះអ្នកណាដែលអាចរៀបចំអាហារដ៏ឆ្ងាញ់ពិសានិងគ្រប់គ្រងការចំណាយក្នុងផ្ទះបានល្អជាងគេឪនឹងប្រគល់សោផ្ទះនិងកូនសោជង្រុកស្រូវឲ្យអ្នកនោះកាន់កាប់ពិសិដ្ឋដែលមានចរិតឆ្មើងឆ្មៃក៏តបវិញថាពុកមិនចាំបាច់បារម្ភទេកូនចេះពីកំណើតហើយឬឯនាងពៅវិញគ្រាន់តែឲ្យលំទោនទទួលពាក្យដោយសម្ដីទន់ភ្លន់ពេញមួយខែពិសិដ្ឋចំណាយលុយកាក់ទិញម្ហូបថ្លៃៗមកស្វាគមន៍មិត្តភក្តិហើយគិតតែពីភាពហឺហាតែមិនបានរៀបចំទុកដាក់អ្វីជាដុំកំភួនទេផ្ទុយទៅវិញនាងពៅបានប្រើប្រាស់ថវិកាដោយសន្សំសំចៃបំផុតប្រើប្រាស់គ្រឿងទេសក្នុងសួននិងបន្លែបង្ការដែលនាងដាំខ្លួនឯងរៀបចំទុកដាក់គ្រឿងរបស់របរក្នុងផ្ទះយ៉ាងស្អាតបាតលុះដល់ថ្ងៃបុណ្យចូលឆ្នាំលោកតាធេរិតបានហៅអ្នកស្រុកមកពិសាអាហារពិសិដ្ឋបានធ្វើម្ហូបជាច្រើនមុខតែមុខណាក៏ខ្វះរសជាតិខ្លះប្រៃខ្លះសាបព្រោះធ្វើដោយការប្រញាប់ប្រញាល់និងខ្ជះខ្ជាយចំណែកនាងពៅវិញបានធ្វើម្ហូបតែ3មុខប៉ុណ្ណោះគឺម្ហូបដែលកើតចេញពីវត្ថុធាតុដើមសាមញ្ញប៉ុន្តែមានរសជាតិឈ្ងុយឆ្ងាញ់អស្ចារ្យទាំងរសជាតិទាំងការតុបតែងគឺគ្មានទាស់ហើយភ្ញៀវទាំងអស់ក៏សរសើរនាងពៅឲ្យគ្រប់គ្នាក្រោយចប់ពិធី
លោកតាធេរិតបានហៅកូនប្រុសកូនប្រសាចូលមកគាត់បានយកកូនសោផ្ទះនិងកូនសោជង្រុកស្រូវទៅប្រគល់ឲ្យនាងពៅដោយលើកដៃស្ទាបក្បាលនាងដោយក្តីស្រឡាញ់លោកតាធេរិតបានប្រកាសយ៉ាងឱឡារិកថាផ្ទះនេះជង្រុកស្រូវនេះគេឈ្មោះត្រកូលនេះនឹងឋិតថេរលុះត្រាតែមានអ្នកមានគុណធម៌និងចេះគ្រប់គ្រងដូចជានាងពៅហើយចាប់ពីថ្ងៃនេះតទៅនាងពៅគឺជាអ្នកគ្រប់គ្រងផ្ទះសម្បែងនិងធនធានទាំងអស់របស់គ្រួសារយើងលោកតាធេរិតក៏បានប្រាប់កូនប្រុសរបស់គាត់ថាកូនត្រូវរៀនសូត្រពីភរិយារបស់កូនហើយធ្វើតាមគំនិតរបស់នាងពិសិដ្ឋក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប៉ុន្តែក្រោយមកក៏យល់អំពីកំហុសរបស់ខ្លួនគាត់បានគោរពតាមសម្ដីឪពុកហើយចាប់ផ្ដើមជួយការងាររបស់នាងពៅនិងរៀនសូត្រពីរបៀបគ្រប់គ្រងរបស់នាងដោយសារតែការគោរពនិងការស្រឡាញ់របស់ឪពុកក្មេកចំពោះកូនប្រសាស្រីគ្រួសារត្រកូលលោកតាធេរិតក៏មានសេចក្តីសុខសាន្តនិងរីកចម្រើនរៀងរហូតតទៅនាងពៅមិនត្រឹមតែជាកូនប្រសាប៉ុណ្ណោះទេតែគឺជាសសរស្តម្ភនៃគ្រួសារដែលឪពុកក្មេកតែងលើកតម្កើងតម្លៃរបស់មនុស្សមិនស្ថិតនៅលើត្រកូលឬទ្រព្យសម្បត្តិឡើយតែស្ថិតនៅលើសេចក្តីព្យាយាមគុណធម៌និងភាពឆ្លាតវៃក្នុងការគ្រប់គ្រងការគោរពស្រឡាញ់ដែលកើតចេញពីការឃើញនូវគុណធម៌ពិតគឺមានតម្លៃជាងការស្រឡាញ់ដោយសារឈាមជ័រទៅទៀត